បាទជំរាបសួរបងប្អូនជាទីគ្រប់ក្នុងការផ្សាយប្រចាំសប្តាហ៍ខ្ញុំថ្ងៃនេះខ្ញុំបាទនឹងលើកយកពីតំណែងនាំចូលសហរដ្ឋអាមេរិកនៅថ្ងៃម្សិលមិញនៅថ្ងៃទី9 មេសា2025យើងហ្នឹងអាមេរិកបានទម្លាក់ពន្ធ 10% ទៅដល់ប្រទេស75លើពិភពលោកហើយតែប្រទេសចិនអាមេរិកតម្លើងដល់រហូត 125% ឯណោះហើយក្នុងនោះមានប្រទេសកម្ពុជាយើងដែរទទួលបានការចុះថ្លៃបានការចុះ 10% មានន័យថាកាលពីមុន49% ហើយឥឡូវនៅ 39% វិញហើយយើងឃើញថាម្សិលមិញហ្នឹងក្រសួងពាណិជ្ជកម្មកម្ពុជាហ្នឹងក៏បានធ្វើការផ្សព្វផ្សាយជាផ្លូវការជាបន្តដែរដល់ឃើញការតម្លាក់ចុះ 10% ហ្នឹងហើយម្នាក់គិតថាពិភពលោកនឹងមានស្ថានភាពប្រសើរឡើងវិញប៉ុន្តែបើយោងតាមការព័ត៌មានទៅក្នុងថ្ងៃនេះគឺស្ថានភាពហាក់ដូចជាមាននៅដដែលហ្នឹងហើយចំពោះទីផ្សារភាគហ៊ុនក៏នៅមានការធ្លាក់ចុះមកវិញស្ទើរតែមកដល់ចំណុចដើមហើយដូច្នេះយើងមើលថាឃើញថាយ៉ាងម៉េចគឺឃើញថាស្ថានភាពអត់មានការស្រួលស្បើយទេជាពិសេសចំពោះប្រទេសចិនដែលមានជាពិសេសពាក់ព័ន្ធនឹងរោងចក្រកាត់ដេរសូម្បីតែប្រទេសនៅឥណ្ឌូនេស៊ីនៅក្នុងអាស៊ីនិយាយចំទៅគឺពាក់ព័ន្ធនឹងប្រទេសក្នុងអាស៊ីគឺមានការជួយយោបល់ក្នុងវិស័យកាត់ដេរបាទអញ្ចឹងនេះគឺជាព័ត៌មានមួយដែលថ្មីហើយដែលប៉ះពាល់ទៅដល់នឹងការងារបងប្អូនដែលធ្វើការនៅក្នុងរោងចក្រអញ្ចឹងយើងមិនដឹងថានៅកម្ពុជានឹងមានបញ្ហាដល់កម្រិតណាទេក្នុងរយៈពេលវែងអញ្ចឹងមានប៉ះពាល់ខ្លាំងក្នុងវិស័យកាត់ដេរនឹងព្រោះអ្នកវិនិយោគចិនទុនចិនក្នុងវិស័យកាត់ដេរកំពុងតែព្យាយាមរកវិធីដែលយ៉ាងណាដើម្បីគេចចេញពីប្រទេសដែលមានពន្ធថ្លៃហ្នឹងហើយរត់រកទៅរកប្រទេសណាដែលមានពន្ធថោកបាទជាពិសេសនៅអាស៊ីយើងឃើញថាពន្ធនាំចូលទំនិញចូលប្រទេសរុចហ្នឹងគឺមានការថ្លៃមែនបាទហ្នឹងហើយខ្ញុំចង់ share ប៉ុណ្្នឹងអរគុណនិងសូមជម្រាបលាបាទ